បងឃើញម្ចាស់អាជីវកម្មមួយចំនួនទាំងខ្នាតតូចទាំងមធ្យមទាំងពេលខ្លះខ្នាតធំទៀតនៅក្នុងស្រុកយើងភាគច្រើនគឺគាត់តែងតែគិតថាគាត់រៀនល្អបំផុតគឺរៀនចេញពីបទពិសោធន៍ឃើញគេធ្វើមិនគឺធ្វើអញ្ចឹងល្អប៉ុន្តែសម័យកាលមុនវាខុសពីសម័យកាលបច្ចុប្បន្នសម័យកាលមុនយើងអាចនិយាយថាគាត់ចេញពីសង្គ្រាមជំនាន់មុនអ្នកចេះដឹងវាអត់មានច្រើនទេឱកាសក៏ច្រើនដែរអញ្ចឹងបាច់ឆ្លាតខ្លាំងចេះតិចតួចក៏អាចរកលុយបានក្នុងពេលបច្ចុប្បន្នវាខុសគ្នាសម័យកាលបច្ចេកវិទ្យាអាការបត់បែនលឿនមែនតែនក្មេងៗជំនាន់ក្រោយមកគឺគាត់មានចំណេះដឹងអូតូម៉ាទិកហើយបើគាត់មានលុយទៀតគឺគាត់អាចនឹងដើរលឿនហើយពេលដែលគាត់អាច expose ទៅខាងក្រៅដែលអ្នកមួយចំនួនដែលគាត់ expose ទៅខាងក្រៅគឺគាត់ដឹងថាអូខេក្រុមហ៊ុនដើរបានគឺត្រូវការគេខ្លះតែបកមកវិញម្ចាស់អាជីវកម្មក្នុងស្រុកយើងគឺមិនមែនថានេះពេលខ្លះគាត់អត់ដឹងថាគាត់គួរតែរៀនអីគេគាត់ដឹងថាការរកស៊ីគឺតែប៉ុណ្្នឹងរកបុគ្គលិកមកការឲ្យគាត់ទៅពេលខ្លះរើតែបងប្អូនរើតែអ្នកស្គាល់គ្នាចិត្តដិតប៉ុន្តែគាត់អត់មើលពីចំណេះជំនាញទេពកោសល្យរបស់ម្នាក់នឹងទេដែលពេលដែលដាក់ចូលទៅវាទៅជាបញ្ហាក្រុមហ៊ុនវិញ